គឺខ្ញុំមកដាក់ចំណីឆ្កែម្ដងហើយនេះណាបើនិយាយសំឡេងគឺសំឡេងកូនឆ្កែគឺកូនរ៉ាន់នេះគឺវាកើតបានប្រហែលជាមួយខែជាងអីវាចាប់ផ្ដើមចេះស៊ីចំណីវាអាចផ្ដាច់ដោះពីម៉ែវាបានហើយជាធម្មតាចាប់ពីមួយខែទៅគឺវាអាចផ្ដាច់ដោះវាអាចនឹងស៊ីចំណីតុនបានហើយអញ្ចឹងបន្ទាប់ពីមុននឹងវាទៅផ្ដាច់ដោះក្នុងអំឡុងពេលមួយខែនេះគឺខ្ញុំបានសាកល្បងឲ្យវាស៊ីជាមួយនឹងRoyal Canin Maxi Starter គឺចាប់ពីមួយខែចាប់ពីផ្ដាច់ដោះឬក៏ចាប់ដើមពីកូនឆ្កែយើងចាប់ដើមចេះលិតទឹកស៊ីចំណីស៊ីអីទៅអាហ្នឹងគឺយើងអាចលាយជាមួយនឹង Maxi Starter ហ្នឹងឲ្យវាស៊ីអញ្ចឹងណាបន្ទាប់ពីយើងវាស៊ីបានហើយអាចចាប់ពីមួយខែកន្លះទៅ2ខែគឺអ្នកនរគ្នាអាចចាប់ដើមបដូរគ្រាប់ចំណីឲ្យទៅជាMaxi Puppy វិញព្រោះ Maxi Puppy យើងគ្រាប់ធំជាងអញ្ចឹងណាហើយដោយសារវាអត់ទាន់ត្រឡប់ជាមួយនឹងគ្រាប់ធំចេះ Maxi Puppy នេះគឺខ្ញុំនឹងលាយវាជាមួយនឹងអាកំប៉ុងនេះនៅក្នុងនេះឃើញគឺជា starter សម្រាប់មេរបស់វាស៊ីក៏បានឬក៏សម្រាប់ឲ្យ baby dog មានន័យថាសម្រាប់កូនឆ្កែដែលទើបកើតហើយបានមួយខែទៅ2ខែហ្នឹងគឺយើងអាចលាយអាកំប៉ុងនេះព្រោះកំប៉ុងនេះវាចំណីវាតុនអញ្ចឹងណាលាយជាមួយនឹងគ្រាប់ចំណី Maxi Puppy នេះទៅគឺធ្វើឲ្យវាកូនឆ្កែរបស់យើងវាស៊ីស្រួលហើយវាសម្បូរជីវជាតិសារជាតិនៅក្នុងការលូតលាស់បំពន់ទៅដល់ខួរក្បាលឆ្អឹងហើយនឹងសារពាង្គកាយរបស់វាហើយនឹងជំនួយដល់ពោះវៀនវាកុំឲ្យមានបញ្ហារាគរូសឈឺពោះវៀនឈឺអីចឹងណាអ្នកនាងអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងប្រាប់អ្នកនាងអំពីការដាក់ចំណីឲ្យកូនឆ្កែរបស់ខ្ញុំអញ្ចឹងនៅនេះឃើញស្នាមនេះគឺគ្រាប់វាប៉ុណ្ណេះគឺវាធំជាងMaxi Starter ហ្នឹងហើយដើម្បីដាក់វាគឺនឹងដាក់មកល្មមទៅសម្រាប់ចំនួនឆ្កែរបស់នៅប្រហែលអញ្ចឹងណាអូខេហើយខ្ញុំថាខ្ញុំមិននៃវត្តទេឥឡូវស្មានសិនទៅស្មានទៅប៉ុណ្ណេះទៅដាក់ឲ្យវាហើយគឺយើងអត់អាចយកចំណីគ្រាប់ទាំងអស់ហ្នឹងយកទៅឲ្យវាស៊ីភ្លាមបានទេព្រោះវាហឹងព្រោះកាពះពោះវៀនមកវាអត់ទាន់ចេះបំបែកនឹងលឿនអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យវាស៊ីទៅមានបញ្ហាលមួកាពះឈឺអីទៅជារាគរូសឬក៏អីចឹងទៅអញ្ចឹងមុននឹងអ្នកឲ្យវាស៊ីគឺអ្នកនឹងត្រូវត្រាំជាមួយនឹងទឹកឲ្យវារីកល្អសិនអាចនឹងត្រាំជាមួយនឹងលាយជាមួយនឹងទឹកស៊ុបឬក៏លាយជាមួយនឹងទឹកក្តៅអ៊ុនហើយនឹងអ្វីសំខាន់គឺដាក់ជាមួយនឹងទឹកស្អាតចឹងណាហ្នឹងហើយយើងត្រាំវាយើងដាក់វាប៉ុណ្ណឹងមកខ្ញុំត្រាំវាមកសន្ទុះឲ្យវារីកចឹងណាអូខេឥឡូវអំឡុងពេលរងចាំគឺខ្ញុំដាក់វាចូលនៅក្នុងធុងសិនដើម្បីស្តុកទុកឲ្យពួកវាស៊ី
ហើយតោះតាអាយុបាន7 ខែអីអានឹងមិនអាចអ្នកណាដែលគាត់ចង់ចាំពូជឆ្កែ Belgian Malinois អាចតាក់ទងមកខ្ញុំបានព្រោះអត់មានច្រើនទេគឺមានតិចតួចអូលៀងមកហើយចាប់ដើមមកលឹមហើយអូខេ so up អូខេអញ្ចឹងឥឡូវចំណីគឺនៅក្នុងឯឃើញគឺវារីដែរគឺយើងត្រាំមកវារីអញ្ចឹងគឺនៅក្នុងឯឃើញគឺយើងអាចចម្បាច់វាបែកខ្ទេចអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យកាពះពោះវៀនមកពោះវាងាយស្រួលក្នុងការកិនខ្ញុំនឹងលាយវាជាមួយនឹងចំណីកំប៉ុងនេះគឺstarter សម្រាប់លាយជាមួយនឹងចំណីគ្រាប់របស់យើងហ្នឹងដើម្បីឲ្យវាទន់ឲ្យមានរសជាតិអញ្ចឹងណានេះសម្រាប់កូនឆ្កែឬក៏យើងឲ្យទៅឲ្យមេវាស៊ីក៏បានដែរព្រោះអាហ្នឹងវាជំនួយទៅដល់រាងកាយរបស់ម៉ែវាឲ្យម៉ែវាមានសុខភាពល្អផលិតទឹកដោះបានច្រើនអញ្ចឹងណាអ្នកគ្នាអូខេចឹងអូចឹងនៅឯឃើញគឺវាមានអារម្មណ៍ថាវាខាប់អញ្ចឹងយើងលាយវាអញ្ចឹងមកឬនៅនេះមិនចង់លាយក៏បាននៅនឹងឯងដាក់ឲ្យវាសត់ក៏បានបើសិនវាចូលចិត្តស៊ីអញ្ចឹងណានៅវាអត់សូវចូលចិត្តស៊ីទេនឹងអាចសាក់លបងហ្នឹងទៅដើម្បីឲ្យវាស៊ីទៅស្រួលឬក៏នៅដូចខ្ញុំប្រាប់អញ្ចឹងគឺនៅអាចដាំទឹកស៊ុបឬក៏អីថែមដើម្បីដាក់លាយជាមួយនឹងគ្រាប់នៃត្រាំហ្នឹងទៅដើម្បីឲ្យវាមានរសជាតិថែមទៀតអញ្ចឹងណាអានឹងក្នុងករណីដែលកូនឆ្កែរបស់អ្នកនេះវាអត់តន់ត្រឡប់មែនទែនជាមួយនឹងការស៊ីចំណីគ្រាប់អញ្ចឹងយើងច្បល់វាចូលគ្នាអញ្ចឹងមកហើយយើងអាចយកទៅឲ្យកូនឆ្កែរបស់យើងស៊ីបានហើយគាត់ថាមុនដំបូងឃើញចំណីគ្រាប់ហ្នឹងតិចទេប៉ុន្តែដល់ពេលយើងត្រាំទឹកទៅវាហិចខ្លាំងអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យពវៀនកាពះរបស់កូនឆ្កែរបស់យើងវាងាយស្រួលនៅក្នុងការបំបែកអញ្ចឹងខ្ញុំចែកវាជា4ចេះព្រោះឆ្កែខ្ញុំទាំងអស់មាន4អញ្ចឹងវាស៊ីមកល្មមទេគឺមួយថ្ងៃគឺខ្ញុំដាក់ឲ្យវាស៊ី3ដងព្រោះតែយើងឲ្យវាស៊ីច្រើនដងច្រើនពេកក៏វាអត់ល្អដែរវាអត់អាចកាពះវាអត់អាចបែកលឿនអញ្ចឹងណារំលាយលឿនអញ្ចឹងវាអាចនឹងមានការរីករុះរីអីដោយសារចំណីរបស់យើងឲ្យវាឲ្យស៊ីច្រើនអញ្ចឹងណាយើងសុខចិត្តឲ្យវាស៊ីតិចប៉ុន្តែឲ្យវាច្រើនដងហើយឲ្យវាឃ្លានកុំឲ្យវាស៊ីម្ដងមកឆ្អែតបែកពោះអត់ទេហ្នឹងហើយអញ្ចឹងទៀតខ្ញុំនឹងយកទៅឲ្យវាស៊ីអញ្ចឹងនេះនៅក្នុងអាចដាក់អាហ្នឹងសតក៏បាននៅពេលដែលកូនឆ្កែអាយុ1 ខែឬក៏ចាប់ដើមផ្ដាច់ដោះឬក៏ចាប់ដើមមេឆ្កែរបស់យើងលែងសូវមានទឹកដោះកូនឆ្កែរបស់យើងវាចាប់ដើមអាចស៊ីបានគឺក្នុងនេះអាចចាប់ដើមដាក់ចំណីតុននឹងឲ្យវាស៊ីក៏បានដែរអញ្ចឹងណាឬមិនដាក់ចំណីកក៏បានដែរតែគាត់ថាយល់ល្អគឺនៅក្នុងនេះត្រូវលាយជាមួយនឹងចំណីគ្រាប់ Sea Starter ឬក៏ Maxi Puppy Okay, that little boy. Okay, okay. So we go. Okay, I need 4 cắt đầu đi ai tỏ mà. Cứ vì sự điện cắt đầu mà ở vì cắt đầu đã đi chờ chừng. Vì okay, so chắc cứ nhiều người ta buông quả đấy, nhìn muối nhìn thì cả tập 2 ấy, bây giờ. Okay, so. Rồi chúng ta hãy xem chúng ta. Hello, boy. Go. Yes. That's good boy. Okay. So này cái bây giờ chắc thằng gì vậy? Cái gì chứ anh?
ស៊ីនៅពេលផឹកចឹងហើយគឺខ្ញុំនឹងគេថាដាក់ត្រាំងវាបន្តទៀតសម្រាប់វាពេលថ្ងៃហើយពេលថ្ងៃខ្ញុំត្រាំវាបន្តទៀតសម្រាប់ពេលល្ងាចចឹងអញ្ចឹងយើងត្រាំវាបន្តទៅយើងវាអត់ខាតពេលយើងចាំយូរចឹងណាគ្នាហើយមើលពោះមើលកប៉ោងប៉ោងនេះញីហេ Hey, hey, hey. Hello, girl. Oh, little boy. Come on. Hello, boy. Hello, boy. Hello, boy. Look at the boy. Hello, mà thưa sụp bài của cái bài của đạn nó sụp từ như đạn cho mình ăn tù ngon nè hay nên là cái cứ ăn tù ngon ấy cứ chả đã vì tu thay chẳng nè ok lại nhung do buồn cái bóng ấy giờ tại buồn này nó về xì đà về score rồi chết bị can score rồi chết anh gì vậy Yes. Ok. Cho nên này cái vụ việc của chị chất xì đái. Good boy. That's good boy. That's good boy. Look at me. That's good boy, right? Nice. Good. Now, off. Rồi, nói gọi là ngàyนี้คือចង់ហាយអំពីការដាក់ចំណីគួរឆ្កែរបស់ខ្ញុំក្នុងកំឡុងពេលអាយុវា1ខែទៅ2ខែទៅ3ខែហ្នឹងតែយើងគួរដាក់ចំណីឲ្យវារបៀបមិនចឹងណាបើមិនយើងដាក់វាពីពីការខុសបច្ចេកទេសវាអាចនឹងធ្វើឲ្យកូនឆ្កែហ្នឹងវាសុខភាពវាអត់ល្អសុខភាពវាទុតក្រោមវាចុះខ្សោយវាអត់មាំមួនវាអត់ក្លាហានឃ្លាវខ្លា
វាឈឺស្កាត់អីច្រើនអញ្ចឹងណាជាពិសេសគឺជំងឺបញ្ហារបៀនឬក៏បញ្ហាដែលវាយើងដាក់វាប្រឡែងទៅពីទៅពីឲ្យវាលិតអីផ្សេងលិតមេរោគឬក៏អីជាពិសេសគឺរឿងបញ្ហាមេរោគប៉ាវ៉ាវីរុសអញ្ចឹងណាអញ្ចឹងគឺវាសំខាន់មែនទែនសម្រាប់អ្នកដែលគាត់មានកូនឆ្កែពូជហើយកូនឆ្កែធម្មតាគាត់យើងត្រូវធ្វើដូចគ្នាអញ្ចឹងណាគាត់ថាតែយើងមានពេលវេលាសម្រាប់ពួកវាអត់អញ្ចឹងណាអ្នកគ្នាអញ្ចឹងសម្រាប់អ្នកឆ្លៃពួកវាអញ្ចឹងគឺថាគិតគូរពួកវាហើយដាក់ចំណីថែទាំវាអីឲ្យបានត្រឹមត្រូវអញ្ចឹងណាអ្នកគ្នាអញ្ចឹងអរគុណច្រើនអ្នកគ្នាសម្រាប់តាមវីដេអូហើយសម្រាប់អ្នកគ្នាចូលចិត្តហើយខ្ញុំធ្វើវីដេអូឲ្យបានច្រើនយកឲ្យកាន់តែច្រើនជាងថែមទៀតដើម្បីអ្នកគ្នាបានទស្សនាអាចនឹងមានវីដេអូចែករំលែកអីផ្សេងទៀតច្រើនអញ្ចឹងណាសូមមានពេលធានាច្រើនព្រោះសារជាធម្មតានៅក្នុងគ្នាហើយខ្ញុំក៏ដូចតែគ្នាទេគឺពេលវេលាពីច្រើនគឺទៅការអូស៊ីដើម្បីយកគ្រប់គ្រងគ្រួសារហើយនឹងមួយទៀតនោះគឺពួកវាទាំង3ទាំង4នាក់នេះហើយrate វាចង់ផ្ទះថ្មីអញ្ចឹងសោះដើម្បីចាស្លាញ់ពួក Belgian Malinois ហ្នឹងអាចដាក់ស៊ូខ្ញុំមកពួកដោយសារខ្ញុំវាមានច្រើនពេកខ្ញុំចេះតែអ្នកវាអញ្ចឹងក៏ទុកវាចាំរហូតដែរដល់ពេលអញ្ចឹងទៅអ្នកផ្ទះអីគាត់និយាយច្រើនអញ្ចឹងណាអញ្ចឹងក៏ចង់ឲ្យrate ហ្នឹងវាមានផ្ទះថ្មីមានចាស់ថ្មីអញ្ចឹងណាអ្នកអញ្ចឹងអាចដាក់ទៅខ្ញុំបានអូខេអញ្ចឹងអរគុណច្រើនអ្នកនេះជួបគ្នានៅវីដេអូបន្តទៅទៀតអរគុណច្រើនជម្រាបលាបាយ